អូនតូចតែអូនតាន់កម្លាំងអូនក៏ខ្លាំងមិនធម្មតាដែរដោយនេះគឺជាម៉ូតូអគ្គិសនីដែលគេបានយកវាទៅប្រៀបធៀបល្បឿនសន្ទុះជាមួយនឹង Lamborghini ហើយមួយទៀតគេក៏បានយកវាទៅប្រៀបធៀបជាមួយនឹង Porsche Taycan Turbo GT ហើយនឹងរថយន្ត Xiaomi SU7 Ultra ដោយរថយន្តពីរនេះគឺគេបានប្រៀបធៀបវាជាមួយនឹងល្បឿននាទីដែលរត់នៅក្នុងទីលានប្រណាំងរថយន្ត Formula 1 នៅក្នុងទីក្រុងសៀងហៃដោយទីលាន Formula 1 នេះមានឈ្មោះថា Shanghai International Circuit អញ្ចឹងនេះគឺជាម៉ូតូអគ្គិសនីដែលមានឈ្មោះថា NX Hyper ដែលផលិតដោយក្រុមហ៊ុន NIU Technology អញ្ចឹងខ្ញុំនឹងបង្ហាញពីសាច់ដុំនៃម៉ូតូនេះតែម្ដងដោយបង្ហាញពីពេលវេលានៅក្នុងទីលានប្រណាំងរថយន្ត Formula 1 តែម្ដងអញ្ចឹងសម្រាប់ម៉ូតូអគ្គិសនី NX Hyper គឺចាយពេល2នាទីចុច58.958 second ហើយសម្រាប់ Porsche Taycan Turbo GT គឺចាយពេលវេលា2នាទីចុច11.28 second និង Xiaomi SU7 Ultra គឺចាយពេលវេលា2នាទីចុច09.944 second នៅក្នុងទីលានអញ្ចឹងសម្រាប់ក្រុមហ៊ុន NIO Technology បានបំបីកំណត់ត្រាថ្មីសម្រាប់ម៉ូតូអគ្គិសនីផលិតជាផ្លូវការដែលបានសាកល្បងល្បឿននៅទីលាន Formula 1 ដែលមានឈ្មោះថា Shanghai International Circuit ដោយបានចាយពេលវេលាត្រឹមតែ2នាទីចុច58.958 second ប៉ុណ្ណោះអញ្ចឹងបងប្អូនសម្រាប់ NX Hyper នេះគឺបើនិយាយពីនាទីគឺដូចគ្នាជាមួយនឹង Porsche Taycan Turbo GT ហើយនឹងរថយន្ត Xiaomi SU7 Ultra អញ្ចឹងសម្រាប់នាទីដូចគ្នាខុសគ្នាតែវិនាទីប៉ុណ្ណោះអញ្ចឹងខ្ញុំក៏ចង់ប្រាប់បងប្អូនបន្ថែមដែរពាក់ព័ន្ធជាមួយនឹងទីលាន Formula 1 ដែលមានឈ្មោះថា Shanghai International Circuit នេះផងដែរទីលាន Shanghai International Circuit នេះគឺមានប្រវែង 5.45 គីឡូម៉ែត្រវាមានផ្លូវកែងកោងបត់ជ្រុងហ្នឹងគឺ16និងផ្លូវត្រង់1175គីឡូម៉ែត្រអញ្ចឹងសម្រាប់ការបញ្ចេញម៉ូតូនេះបង្ហាញពីសមត្ថភាពខ្ពស់នៃម៉ូតូអគ្គិសនីនិងការបដិញ្ញារបស់ក្រុមហ៊ុន NIU ក្នុងការផ្ដល់បទពិសោធន៍ដ៏ឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់សម្រាប់ម៉ូតូ NX Hyper មានតម្លៃ$40,000បានដាក់លក់នៅក្នុងខែតុលាឆ្នាំ2024ហើយនេះក៏ជាលក្ខណៈពិសេសដោយម៉ូតូអគ្គិសនីនេះវាផលិតកម្លាំងបាន29គីឡូវ៉ាត់បើយើងបំលែងទៅជាសេសគឺ 38.75 សេសអញ្ចឹងបើនិយាយពីកម្លាំងរមួលរបស់វាគឺរហូតដល់350 Newtonម៉ែត្រហើយបើយើងយកទៅប្រៀបធៀបជាមួយនឹងរថយន្តគឺវាស្មើនឹងរថយន្ត Sedan ស៊េរីថ្មីមួយចំនួនទៅហើយបើយើងនិយាយពីល្បឿនសន្ទុះពី0ទៅ100គីឡូម៉ែត្រនៅក្នុង1ម៉ោងវាចាយពេលត្រឹមតែ 5.7 វិនាទីប៉ុណ្ណោះនិងល្បឿន top speed របស់វារហូតដល់185គីឡូម៉ែត្រនៅក្នុង1ម៉ោងវាប្រើប្រាស់ថ្មលីជោងរហូតដល់3ដុំសាកមួយពេញប្រើប្រាស់បានចម្ងាយ778គីឡូម៉ែត្រកាន់តែមិនធម្មតាវាបានបំពាក់មកជាមួយនឹង ABS TCS Lap Time Track Mode និងភ្ជាប់មកជាមួយនឹងប្រព័ន្ធឆ្លាតវៃផ្សេងទៀតពាក់ព័ន្ធមួយ Lap Time ភាគច្រើនគេបំពាក់តែជាមួយនឹងម៉ូតូធំឬក៏ម៉ូតូចូលទៅក្នុងទីលានម៉ូតូសម្រាប់ track តែប៉ុណ្ណោះជាពិសេសម៉ូតូដែលយើងប្រណាំងនៅក្នុងទីលានណាប៉ុន្តែម៉ូតូអគ្គិសនីនេះគឺភ្ជាប់មកជាមួយនឹង Lap Time ដូចគ្នាអញ្ចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះម៉ូតូអគ្គិសនីមួយគ្រឿងនេះបើសិនជាមកដល់ស្រុកយើងបងប្អូនគួរតែពិចារណាដែរឬទេប៉ុន្តែតម្លៃរបស់វាគឺស្មើនឹងម៉ូតូធំនៅស្រុកយើងមួយចំនួនបាត់ទៅហើយគឺតម្លៃ$4000អញ្ចឹងបងប្អូនពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយបាយបាយ